យោងតាមស្ថានភាពវិវត្តចុងក្រោយនិងស្របតាមបរិបទនៃការអន្តរាគមន៍ពីមហាអំណាចដែលយើងបានវិភាគមកទល់នឹងពេលនេះការឆ្លើយតបរបស់រាជរដ្ឋាភិបាលថៃហាក់កំពុងស្ថិតក្នុងស្ថានភាពជ្រួលច្របល់និងបង្ខំចិត្តដកថយដោយសាររងសម្ពាធពីពីទៅដៅធំការបន្ទន់អរិយាប័ត្រក្រោមសម្ពាធសិទ្ធិវិមានបន្ទាប់ពីលោកដូណាល់ត្រាំបានប្រកាសថាចំនួនត្រូវបានដោះស្រាយរួចហើយស្ត្រៃជីនអោតរាជរដ្ឋាភិបាលថៃបានប្រឈមនឹងស្ថានភាពទាល់ជ្រៅប្រសិនបើពួកគេបន្តវាយប្រហារពួកគេនឹងក្លាយជាអ្នកគោទោហកក្នុងខ្សែភ្នែកលោកត្រាំការឆ្លើយតបមានសញ្ញានៃការបញ្ជាឲ្យអាចការវាយប្រហារតាមអាកាសជាបន្តអាសិនដើម្បីកុំឲ្យប៉ះពាល់ដល់មុខមាត់របស់លោកត្រាំលេសនយោបាយភាគីថៃអាចនឹងប្រើពាក្យថាការផ្អាកដើម្បីចរចាឬការអនុវត្តតាមស្មារតីសន្តិភាពតំបន់ដើម្បីរក្សាមុខមាត់របស់ខ្លួនការឆ្លើយតបចំពោះការព្រមានពីមហាអំណាចទី2ចិននេះគឺជាចំណុចដែលថៃបារម្ភបំផុតសេចក្តីថ្លែងការណ៍របស់អ្នកការទូតចិនដែលទាមទារឲ្យមានការអត់ធ្មត់ខ្ពស់បំផុតគឺជាសញ្ញាអាសន្នសម្រាប់សេដ្ឋកិច្ចថៃសកម្មភាពជាក់ស្ដែងគេសង្កេតឃើញថាកងទ័ពអាកាសថៃចាប់តាមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ A-16 ព្រោះខ្លាចប៉ះទង្គិចជាមួយបច្ចេកវិទ្យាការពារអាកាសដែលមហាអំណាចទី2អាចនឹងផ្ដល់ឲ្យកម្ពុជាស្ថានភាពផ្ទៃក្នុងថៃការបែកបាក់មតិក្រមយោធានៅតែចង់បន្តអធិបតេយ្យរបស់ខ្លួននៅតាមព្រំដែនដើម្បីបង្ហាញសាច់ដុំក្រសួងការបរទេសនិងវិស័យឯកជនកំពុងដាក់សម្ពាធឲ្យរដ្ឋាភិបាលបញ្ឈប់សង្គ្រាមជាបន្ទាន់ព្រោះពួកគេដឹងថាបើលោកត្រាំដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែននោះរូបិយបណ្ឌបាត់និងវិស័យនាំចេញរបស់ថៃនឹងរលាយសន្និដ្ឋានការឆ្លើយតបថ្ងៃនេះរាជរដ្ឋាភិបាលថៃកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកផ្លូវចុះដែលមិនឲ្យបាក់មុខព្យាយាមបង្ហាញថាខ្លួនស្ដាប់បង្គាប់លោកត្រាំព្យាយាមបង្ហាញថាខ្លួនគោរពតាមការចង់បានរបស់មហាអំណាចទី2ចិនដើម្បីរក្សាលំហូរសេដ្ឋកិច្ចចំណុចគួរតាមដានតើថៃនឹងសុខចិត្តដកកងទ័ពចេញពីតំបន់ក្បែរសៀមរាបទាំងស្រុងឬគ្រាន់តែអាក់បាំងដើម្បីរងចាំមើលកម្ដៅនយោបាយថយចុះសម្ពាធបច្ចេកវិទ្យាយោធាពីមហាអំណាចទី2នេះគឺជាសម្ពាធដែលមើលមិនឃើញដោយភ្នែកប្រទេសប៉ុន្តែយោធាថៃដឹងច្បាស់ការគម្រាមកំហែងលើ F16 ប្រសិនបើមហាអំណាចទី2ផ្ដល់ប្រព័ន្ធការពារអាកាសកម្រិតខ្ពស់លើប្រព័ន្ធរំខានរ៉ាដាឲ្យទៅកម្ពុជានោះយន្តហោះ F16 ដ៏មានតម្លៃរបស់ថៃនឹងក្លាយជាគោលដៅហាត់បាយការបាត់បង់ឧត្តមភាពអាកាសថៃមិនហ៊ានប្រថុយបាត់បង់យន្តហោះចម្បាំងរបស់ខ្លួនដែលអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអាវុធអាមេរិកនិងធ្វើឲ្យខ្លួនចុះខ្សោយការពារជាតិឡើយសម្ពាធនយោបាយផ្ទៃក្នុងរដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងរងការវាយប្រហារពីបកប្រឆាំងនិងប្រជាជនខ្លួនឯងសំណួរពីសាធារណជនហេតុអ្វីត្រូវយកជីវិតកូនចៅថៃនិងសេដ្ឋកិច្ចជាតិទៅទល់ជាមួយចំនួនព្រំដែនដែលគួរដោះស្រាយតាមច្បាប់ការខ្លាចរដ្ឋប្រហារប្រសិនបើយោធាធ្វើការងារនេះបរាជ័យឬនាំទណ្ឌកម្មមកឲ្យប្រទេសវានឹងបង្កើតឲ្យមានស្ថិរភាពនយោបាយក្នុងទីក្រុងបាងកករដ្ឋាភិបាលថៃកំពុងស្ថិតក្នុងស្ថានភាពលេបក៏ពិបាកជាក៏ពិបាកពួកគេចង់ឈ្នះដើម្បីយកមុខមាត់ប៉ុន្តែតម្លៃដែលត្រូវបង់ទណ្ឌកម្មពីត្រាំបូកការព្រមានពីចិនបូកសេដ្ឋកិច្ចធ្លាក់ចុះគឺខ្ពស់ពេកដែលពួកគេមិនអាចទ្រាំទ្របាន